ខេបាទសូមស្វាគមន៍ការចូលមកកាន់ Channel KA Learning របស់ខ្ញុំបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយដែលបង្ហាញបងប្អូនទាក់ទងនឹងបញ្ហាហ្គេមចំបៃដែលដូចបងប្អូនឃើញហើយនេះក្នុងនេះគេបានអ្នកខ្លះអ្នកណាដឹងខ្លះជួយប្រាប់ផងអាហ្នឹងអីគេមិនអ្នកខ្លះថាខ្ញុំជាសង្សារគាត់អីចឹងហើយអ្នកខ្លះខ្ញុំស្រឡាញ់ម្ចាស់រូបអីចឹងនេះគឺមានច្រើនមែនតើបាទឃើញហ្នឹងខ្ញុំស្រឡាញ់ម្ចាស់រូបខ្ញុំគាត់ជាមនុស្សដែលខ្ញុំស្រឡាញ់ឯណាចឹងដោយសារហ្គេមខ្លះហ្នឹងហ្គេមចំបៃអ្នកខ្លះអត់ដឹងថាខ្លួនឯងបានជន់ដោយសារថាមិត្តភ័ក្តិរបស់គាត់បាន share link ហ្នឹងមកឬក៏អ្នកអតីតដែលជា friend Facebook គាត់បាន share link ហ្នឹងមកហើយគាត់ច្រឡំដៃចុច join ហើយក៏បានចូលទៅក្នុងហ្គេមហ្នឹងលេងចុចអូទូគឺចេញរូបភាពអ្នកអតីតដែលជា friend លោកលើហ្នឹងហ្មងអញ្ចឹងថ្ងៃនេះខ្ញុំនឹងស្រាយចម្ងល់ដើម្បីបង្ហាញបងប្អូនតើធ្វើយ៉ាងម៉េចដើម្បីលុបហ្គេមហ្នឹងពីទូរស័ព្ទដៃរបស់យើងបានដើម្បីកុំឲ្យយើងពិបាកអ្នកខ្លះជេរ comment ជេរបងប្អូនមើលគេថាសួរមកចេញអ្នកខ្លះនេះសួរមកចេញបងសឿនចេញពីពេទ្យថ្ងៃណាឯណាឆ្កុយអញ្ចឹងដំណោះស្រាយមានបងប្អូនធ្វើតាមខ្ញុំអូខេតែមុនចូលកម្មបង្ហាញទៅនឹងការ remove game អាចចំបៃហ្នឹងចេញពីទូរស័ព្ទបានបងប្អូនចូលទៅចុច subscribe ផងនេះបានចូលមើលជួយចុច subscribe channel KA Learning របស់ខ្ញុំផងហើយពិសេសជួយចុច subscribe ឲ្យខ្ញុំបណ្ដឹងហើយ share វីដេអូអូខេតោះកុំឲ្យខាត់ពេលយូរឥឡូវខ្ញុំចូលក្នុង Facebook ហើយបងប្អូនណាក្នុង Facebook ហ្នឹងខ្ញុំក៏បានបើកមើលបដកន្លែងគេដែលគេផុសថាអ្នកណាដឹងខ្លះអំពីហ្គេមហ្នឹងណាអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកខ្លះខឹងអ្នកខ្លះជេរអញ្ចឹងយើងធ្វើការលុបទាំងអស់គ្នាហ្គេមដែលយើងបានច្រឡំដៃជាន់ឬក៏យើងអ្នកខ្លះជាន់លេងតែជាន់ទៅមិនស្មាត់ថាគេជេរម៉ែជេរអីអញ្ចឹងខ្ញុំក៏បានដាក់មកសម្រាប់ដែរបងប្អូនគឺអត់ចូលចិត្តទេបាទចុះអូខេដើម្បីលុបហ្គេមហ្នឹងបានពីក្នុង Facebook របស់យើងបងប្អូនចូលទៅចូល Facebook ហើយបងចូលក្នុង Facebook ហ្នឹងហើយបងប្អូនណាចូល Facebook ហ្នឹងហើយអូយនេះបងប្អូនឃើញ load អត់នេះអ្នកដែលមានក្នុងរូបនេះមានសិទ្ធិជាប្រព័ន្ធម៉ែវាអីមើលសិនចឹងអីហើយរូបនេះរូបប្រព័ន្ធខ្ញុំហើយតែវាលេងចឹងអីនេះខ្ញុំ comment អ្នកលេងហ្គេមហ្នឹងប្រហែលជាគុកចំហទ្វារចាំហើយខ្ញុំដាក់អញ្ចឹងបងប្អូនអញ្ចឹងនេះដូចគ្នាគ្រាន់តែលេងហ្គេមសោះល្បីពេញគេជេរអ្នកណាអូឃើញចេញរូបអ្នកនោះហើយគ្រាន់តែអ្នកលេងនេះសរសេរ like comment នឹងឯងយប់នេះបើកមកចេញតែគេជេររឿងហ្គេមសំមុខអូហ្នឹងហើយចាំបាច់សរសេរ comment ទៅទៀតអញ្ចឹងអូខេតោះកុំឲ្យសាមលុបហ្គេមហ្នឹងពី Facebook យើងទាំងអស់គ្នាអូខេដើម្បីលុបបានបងប្អូនចូលសញ្ញា 3 ខាងលើនេះបានចូល 3 ហ្នឹង Word find រកពាក្យថា setting privacy បងប្អូន privacy បងប្អូនចូលទៅ setting ទៀតបងប្អូនស្វែងរកពាក្យថា instant game អូខេ instant game នេះបងប្អូនណា instant game នេះបងប្អូនស្វែងរកពាក្យហ្នឹងហើយបងប្អូនលុបចោលអញ្ចឹងបងប្អូនចូលទៅ instant game ហ្នឹងមកនៅក្នុងហ្នឹងគឺមានហ្គេម 2-3 អូខេហ្គេម 2-3 ដែលយើងបានចอยអត់ដឹងខ្លួនខាងទូរស័ព្ទនេះគឺមានហ្គេម12គឺមានចំបៃនឹង1ហើយនឹងATEV KH នេះ1អញ្ចឹងយើងធ្វើការលុបហ្គេមនឹងទាំងពីរនឹងចេញដើម្បីឲ្យ Facebook របស់យើងមានហ្គេមនឹងក្នុងហ្នឹងបើសិនបើយើងមានហ្គេមហ្នឹងយើងអាចចុចលើហ្គេមហ្នឹងនោះរូបអ្នកអតីតនឹង load អញ្ចឹងធ្វើឲ្យមានបញ្ហាគេជេរគេអញ្ចឹងអូខេអញ្ចឹងដើម្បីលុបហ្គេមហ្នឹងបានបងប្អូនចូលទៅ tick លើហ្នឹងមកបងណា tick លើហ្នឹង tick លើទាំងពីរហ្នឹងមកបងប្អូនចុច remove ខាងលើនេះបងណាចុច remove បងប្អូនចុច remove បន្តទៀតចុច tick ទៅពីរចុច remove បងចុចពាក្យថានេះ also delete your game history on Facebook the scam your logs game អញ្ចឹងវាថា
dương lục game history on Facebookទាំងអស់ ok អញ្ចឹងលុបមក thích លើនឹងទៀតដើម្បីលុបទាំងអស់ remove the instant បើសិនមិន remove ពី game នេះ still info share មិនអាចតែនេះមិនអាច request privacy សិន ok អញ្ចឹងដាក់ពីហ្នឹងបងណាចុច remove អញ្ចឹងចុចដានទៅមកថា remove to instant មិញថាខ្ញុំ remove ពី game បងទីមួយវាចេញទីមួយបងណាកន្លែង to ហ្នឹងកន្លែង remove វិញបើយើងដាក់ tick មួយវាចេញមួយអញ្ចឹងបើយើងមានពី3 tick អស់វាលោកពី3អញ្ចឹងចុចដានអញ្ចឹងបងណា your health and active game អញ្ចឹងថា game របស់យើងគឺបាន remove អស់បងប្អូនអស់នេះអី expire បងប្អូនអាចលុបបានទៀតបងប្អូនអញ្ចឹងអូខេលុបបានទាំងអស់ហេអញ្ចឹង game expire ហើយអញ្ចឹងនេះបងប្អូន game ដែលយើងបាន remove គឺមក proof road នេះអញ្ចឹងអូខេអញ្ចឹងគេថា remove game អញ្ចឹង game របស់យើងបាន remove បានសម្រាប់ហើយគឺអត់មានអីទេបងប្អូនណាអញ្ចឹងបងប្អូនអាចអនុវត្តអញ្ចឹងទៅដើម្បីឲ្យទូរស័ព្ទរបស់យើងអត់ load game ចំបៃកុំឲ្យគេជិះម៉ែទៀតអូខេអញ្ចឹងអូខេយើង back មក back ទៀតបងប្អូនចូលទៅ instant game ដែរ load មាន game នឹង load ទៀតអត់ចូលមកគឺបាត់ហើយបងប្អូនណាកន្លែង active នេះគឺបាត់ហើយអូខេអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូខ្លីដែលនិយាយអំពីការលុបហ្គេមចំបៃដែលគេផុសជេរម្រាយច្រើនគ្នាហ្នឹងនេះបាទចំបៃ complete ហ្នឹងលុបចេញអញ្ចឹងទៅគឺ Facebook របស់យើងអត់មានហ្គេមហ្នឹងទៀតទេមានតែគេ share គឺចូលប៉ុន្តែគាត់ថាសម្រាប់ទូរស័ព្ទរបស់យើង Facebook របស់យើងគឺយើងមិនអាចចុច real លើ game ហ្នឹងទៀតបានទេអញ្ចឹងបើសិនបើយើងឃើញយើង join វីឡូទៀតអញ្ចឹងព្យាយាមកុំ join ប្រទេសដាស់អូខេអរគុណបាយបាយហើយសង្ឃឹមថាវីដេអូនេះនឹងជួយបងប្អូនអាចធ្វើទាក់ទងនឹងការ remove game ចំបៃបានហើយបើសិនមកមានចម្ងល់បងប្អូនអាច comment ក្រោមវីដេអូខ្ញុំនឹងឆ្លើយតបនៅអ្វីដែលខ្ញុំចេះចែកលេខដល់បងប្អូនអរគុណបាយបាយជួបគ្នានៅខ្សែវីដេអូក្រោយ